រួចរាល់ហើយក្តាមហើយនឹងខ្យងស្ងោរមិនដឹងចំហុយមិនដឹងឯអ្នកធ្វើអត់ដឹងអូយទឹកជ្រលក់ឡើងតំណងណាបងប្អូនដែលចូលចិត្តក្តាមខ្យងមកហូបមួយខ្ញុំទាំងអស់គ្នាណា Hello បងប្អូនថ្ងៃនេះឲ្យមើលម្ហូបពិសេសមកតោះទៅមើលមួយយើងទាំងអស់គ្នាឥឡូវយើងបេះនេះផ្កាស្លឹកកាម៉ាលីយើងបេះយកមកចាប់ឆ្នាំងនេះបងប្អូនទៅនងជាមួយខ្ញុំទៅធ្វើទឹកជ្រលក់សិនកំឡុងពេលខ្ញុំដាក់ស្ងោរខ្យងហើយនឹងក្តាមហើយវីដេអូនេះផ្សាយជូនទៅក្មួយផងអរគុណមែនទែនសម្រាប់ខ្យងដែលបានជួយចាប់ជួយរើសគ្នាគុណបងដូចគ្នាចានៅខាងក្នុងពពកណាបងណាអរគុណទាំងក្មួយស្រីក្មួយប្រុសតោះឥឡូវខ្ញុំទៅធ្វើទឹកជ្រលក់សិនគ្របវាទុកឲ្យឆ្អិនតិចទៀតសិនណាបើកមកឲ្យឈ្ងុយហ្មងបងអូនទឹកត្រីអានេះទឹកម្រេចបុកយើងបុកកូនកាត់ជាមួយនឹងរបៀបទឹកត្រីកាត់កូនជាមួយអំបិលម្រេចចឹងណាតោះឥឡូវយើងមកដួសក្តាមហើយខ្យងយើងដាក់ចូលក្នុងថាចំណងបងប្អូនចូលចិត្តអត់ចូលចិត្តមកតែខ្ញុំមកតំណងគ្នារើគ្នារើក្តាមលើខ្យងរួចរាល់ហើយក្តាមហើយនឹងខ្យងស្ងោរមិនដឹងចំហុយមិនដឹងឯអ្នកធ្វើអត់ដឹងអូយទឹកជ្រលក់ឡើងតំណងណាបងប្អូនដែលចូលចិត្តក្តាមខ្យងមកហូបមួយខ្ញុំទាំងអស់គ្នាណាអូយឡើងតំណងហ្មងណាបងអូនអើយហូបឲ្យហើយតន់ដល់រដូវដែលសម្បូរមកទឹកជ្រលក់ផងចាម្ទេសបើថាมันច្រើនទេគឺมันធ្វើតែហ្មងអញ្ចឹងបានហិលហើយបានឆ្ងាញ់អរគុណបងប្អូនជំរាបលាបាយបាយ